សួស្តីប្រិយមិត្តដែលជាអ្នករកលុយតាមអនឡាញថ្ងៃនេះខ្ញុំចង់បង្ហាញវិធីខ្លះៗអំពីការរកលុយជាមួយនឹង Blogger ឬ Blockchain ហ្នឹងបាទ topic ទី1ដែលខ្ញុំលើកយកមកហ្នឹងគឺការរកលុយអញ្ចឹងនៅមេរៀនក្រោយៗខ្ញុំនឹងបង្ហាញអំពីការរកលុយតាមរយៈ Blogger ហ្នឹងតើទី1តើយើងអាចចាប់ផ្ដើមជាមួយនឹងការរកលុយជាមួយ Blogger ហ្នឹងតើយើងចាប់ផ្ដើមដោយរបៀបណាហើយតើយើងចាប់ផ្ដើមយ៉ាងណាហើយទី2គឺជាការបង្កើត Blogger ខ្ញុំនឹងរៀបរាប់អំពីការបង្កើត Blockchain setup ហ្នឹងគឺការបង្កើតវាហើយទី3គឺខ្ញុំនិយាយអំពីការបង្កើត WordPress បាទតើBlogger ហើយនិង WordPress ហ្នឹងវាមានលក្ខណៈខុសគ្នាយ៉ាងម៉េចដែរខ្ញុំនឹងបង្ហាញអំពីការបង្កើត Blogger ហើយនិង WordPress ក្នុងការដែលយើងរកលុយតើយើងរកលុយយ៉ាងម៉េចជាមួយនឹង Blogger ហើយនិងរកលុយយ៉ាងម៉េចជាមួយពី WordPress មួយវិញទៀតគឺខ្ញុំនឹងបង្ហាញអំពីការដាក់នៅ CEO បាទ CEO បាទដើម្បីឲ្យគេ search ឆាប់ឃើញតើយើងត្រូវដាក់យ៉ាងម៉េច CEO ហ្នឹងមួយទៀតខ្ញុំនឹងបង្ហាញអំពីមេរៀនក្រោយខ្ញុំនឹងបង្ហាញអំពីការ sign up Google AdSense ដែលឆាប់បានតើយើងត្រូវ sign up តាមរបៀបណាដើម្បីឲ្យ Google AdSense ហ្នឹងឆាប់ approve តើតើនឹងការរកលុយមួយទៀតគឺការរកលុយជាមួយនឹង Infolink តើការ set up Infolink ការបង្កើត account Infolink យកទៅដាក់នៅលើអីដើម្បីឲ្យវាដើរហើយតើយើងរកលុយតាមរបៀបណានៅពេលយើងបានលុយតើលុយនឹងត្រូវដកយ៉ាងម៉េចខ្ញុំនឹងបង្ហាញមួយទៀតតើតើនឹងការរកលុយជាមួយនឹង buy sell ad តើការរកលុយជាមួយនឹង buy sell ad ហ្នឹងវាមានលក្ខណៈយ៉ាងម៉េចខ្ញុំនឹងបង្ហាញមួយទៀតគឺតកតងទៅនឹងការរកលុយជាមួយនឹង media.net បាទនៅបរទេសគឺ media.net ហ្នឹងគឺគេពេញនិយមដែរសម្រាប់អ្នកដែលរកលុយហើយវារកលុយបានយ៉ាងតិចគឺ$50សម្រាប់អ្នកដែលព្យាយាមមួយវិញទៀតគឺការរកលុយតាមបែប affiliate link អញ្ចឹង affiliate link ហ្នឹងគឺគេរកលុយបានច្រើនស្ទើរតែច្រើនជាង YouTube សម្រាប់អ្នកដែលរកលុយធម្មតាទៅទៀតតើយើងរកលុយតាមបែប affiliate link ហ្នឹងតើយើងរកលុយយ៉ាងម៉េចហើយជាមួយនឹង website ណាខ្លះជាមួយកម្មវិធីណាខ្លះខ្ញុំនឹងបង្ហាញមួយទៀតតកតងទៅនឹងការដល់ service ដើម្បីរកលុយតើយើងធ្វើយ៉ាងម៉េចចូលទៅក្នុង website ណាដើម្បីដល់សេវាកម្មសម្រាប់រកលុយដល់សេវាកម្មដល់អតិថិជនហើយយើងបានលុយនឹងមួយទៀតគឺការបង្កើតតើយើងបង្កើតអ្វីដើម្បីឲ្យយើងអាចរកលុយបានតើយើងធ្វើ business អីបាទដើម្បីឲ្យយើងរកលុយបានហើយមួយវិញទៀតគឺតកតងទៅនឹង page post តើ page post ហ្នឹងមានលក្ខណៈពិសេសអីដែលធ្វើឲ្យយើងអាចរកលុយបានមួយវិញទៀតគឺតកតងទៅនឹង selling blog ក៏យើងអាចរកលុយបានដែរហើយមួយទៀតគឺតកតងទៅនឹង payment method គឺក៏យើងអាចរកលុយបានដែរក្នុងចំណុចទាំងអស់ខ្ញុំនឹងបង្ហាញអំពីរបៀបរកលុយម្ដងមួយហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានចុច Subscribe នៅវីដេអូរបស់ខ្ញុំដើម្បីនឹងទទួលបាននូវការរកលុយតាមរបៀបផ្សេងៗជាបន្តទៀតហើយក្នុងហ្នឹងនៅពេលដែលចប់មេរៀនហ្នឹងខ្ញុំនឹងបង្ហាញអំពីការរកលុយតាមរយៈ YouTube អានេះគឺអ្វីដែលយើងអាចរកលុយបាននៅលើ Blogger មានន័យថាទាំងប្រមាណចំណុចហ្នឹងគឺយើងអាចយកវាទៅដាក់លើ Blogger ដើម្បីនឹងរកលុយបានចំណែក YouTube គឺជាផ្នែកមួយទៀតដែលយើងត្រូវនិយាយគ្នានៅពេលក្រោយបាទសូមអរគុណសូមជួយ Subscribe